ជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នានាងខ្ញុំឈ្មោះពៅសុភាភ័ក្រនៅក្នុងថ្ងៃនេះយើងនឹងសិក្សាអំពីលំនាំបង្រៀនអំណានមេរៀនទី32បវេសនកាលសម្រាប់ថ្ងៃទី2កាលពីថ្ងៃមុនយើងបានសិក្សាអំពីលំនាំបង្រៀនអំណានថ្ងៃទី1មេរៀនទី32បវេសនកាលលោកគ្រូអ្នកគ្រូនៅចាំបានទេថាតើនៅក្នុងការបង្រៀនអត្ថបទអំណានថ្ងៃទី1មានសកម្មភាពអ្វីខ្លះពិតមែនហើយបន្ទាប់ពីរំលឹកមេរៀនចាស់សកម្មភាពគោលក្នុងថ្ងៃទី1រួមមានការអានពាក្យពិបាកវយស័ព្ទពន្យល់ពាក្យដែលមានន័យដូចនិងពាក្យផ្ទុយការអានអត្ថបទអំណានលើកទី1មុនពេលអានអំឡុងពេលអានក្រោយពេលអានថ្ងៃនេះយើងនឹងសិក្សាអំពីលំនាំបង្រៀនមេរៀនអំណានថ្ងៃទី2យើងបន្តពីមេរៀនថ្ងៃមុនគឺមេរៀនទី32អំពីបវេសនកាលខ្លឹមសារមេរៀននេះមាននៅក្នុងសៀវភៅសិក្សាគោលថ្នាក់ទី2ទំព័រ32ដល់34រីឯលំនាំបង្រៀននៅក្នុងសៀវភៅណែនាំគ្រូថ្នាក់ទី2ទំព័រទី5ដល់ទី7នៅពេលចាប់ផ្ដើមមេរៀនអំណានថ្ងៃទី2គឺផ្ដើមពីលំនឹងថ្នាក់និងរំលឹកមេរៀនដូចថ្ងៃទី1ដែរក្នុងគ្រប់មេរៀនក្នុងសៀវភៅណែនាំគ្រូយើងត្រូវនាំសិស្សរំលឹកពាក្យដែលបានរៀនពីមេរៀនមុនចំនួន5ពាក្យដូចគ្នានៅមេរៀនក្រោយៗទៀតយើងនឹងមិនលើកយកសកម្មភាពនេះមកនិយាយទៀតទេព្រោះលោកគ្រូអ្នកគ្រូបានដឹងរួចហើយឥឡូវនេះសូមលោកគ្រូអ្នកគ្រូចូលរួមទាំងអស់គ្នាថាតើក្នុងថ្ងៃទី2មានលំនាំបង្រៀនសកម្មភាពអ្វីខ្លះលំនាំបង្រៀនអំណានថ្ងៃទី2គ្រូរំលឹកពីចំណងជើងនិងខ្លឹមសារមេរៀនគ្រូបំផុសសំណួរក្នុងក្រុមធំដោយសួរថាតើពីម្សិលមិញកូនបានរៀនមេរៀនអ្វីខ្លះតើអត្ថបទនោះនិយាយអំពីអ្វីខ្លះគ្រូអាចបំពេញបន្ថែមប្រសិនបើសិស្សផ្ដល់ចម្លើយមិនអស់សកម្មភាពនេះស្ថិតក្នុងដំណាក់កាលមុនពេលអានគ្រូឲ្យសិស្សអានអត្ថបទឡើងវិញជាដៃគូគ្រូដើរស្ដាប់សិស្សអាននិងជួយសិស្សដែលជួបការលំបាកក្នុងការអានប្រសិនបើមានពេលគ្រូឲ្យសិស្សអានជាបុគ្គលនិងដើរស្ដាប់សិស្សអានសកម្មភាពនេះស្ថិតក្នុងដំណាក់កាលអំឡុងពេលអានពេលសិស្សអានចប់សពគ្រប់ហើយគ្រូសួរសំណួរត្រិះរិះនិងសំណួរទាក់ទងទៅនឹងជីវភាពរស់នៅរបស់សិស្សមួយសំណួរម្ដងដោយទុកពេលឲ្យសិស្សគិត1តើក្នុងឆ្នាំនេះកូនបានចូលរៀនដំបូងនៅខែណា2តើកូនត្រូវការសម្ភារៈសិក្សាអ្វីខ្លះដើម្បីរៀនសូត្រ3ហេតុអ្វីបានជាកូនត្រូវមករៀនឲ្យបានទៀងទាត់សកម្មភាពនេះស្ថិតក្នុងដំណាក់កាលក្រោយពេលអានដូច្នេះក្នុងការអានអត្ថបទនៅថ្ងៃទី1និងថ្ងៃទី2គឺមានការសួរសំណួរដូចគ្នាក្នុងដំណាក់កាលក្រោយពេលអានប៉ុន្តែលោកគ្រូអ្នកគ្រូអាចមើលឃើញហើយថាសំណួរទាំង3ក្នុងថ្ងៃទី2នេះគឺជាសំណួរខុសពីសំណួរថ្ងៃទី1វាមានកម្រិតស៊ីជម្រៅជាងមុនហើយទាមទារឲ្យសិស្សប្រើប្រាស់បទពិសោធន៍ផ្ទាល់ខ្លួនឬប្រាប់ពីហេតុផលនៃចម្លើយរបស់គេក្រោយពីការសួរសំណួរក្នុងអំណានអត្ថបទលើកទី2គ្រូនាំសិស្សធ្វើលំហាត់ដែលមាននៅក្នុងសៀវភៅសិក្សាគោលចាប់ពីចុងទំព័រទី33ដល់34ក្នុងមេរៀននេះលំហាត់តាក់ទងទៅនឹងការអានមាន2កការអានពាក្យដោយមិនផ្សំប្រកបគ្រូអានពាក្យព្រលឹមសាលារៀនបវេសនកាលអញ្ជើញស្លៀកពាក់ម្ដាយឪពុកគ្រូនិងសិស្សអានពាក្យដដែលរួមគ្នាសិស្សអានពាក្យទាំងអស់ជាដៃគូឬជាបុគ្គលនាងខ្ញុំសូមបញ្ជាក់ជូនលោកគ្រូអ្នកគ្រូដែរថាលំហាត់ដែលឲ្យសិស្សប្រាប់ពីវត្ថុនិងមនុស្សគឺមានតែនៅក្នុងមេរៀនអំណានមួយនេះតែប៉ុណ្ណោះមេរៀនផ្សេងទៀតពុំមានលំហាត់នេះទេ
ប៉ុន្តែសូមកុំបារម្ភគ្រប់លំហាត់ក្នុងមេរៀនដទៃទៀតលោកគ្រូអ្នកគ្រូអាចអានការណែនាំលំនាំបង្រៀនក្នុងសៀវភៅណែនាំគ្រូមុននឹងបង្រៀនចំពោះសំណេរវិញគ្រូគិតនឹងថាឮពាក្យប្រលឹមមានអក្សរពជើងរលស្រៈអឺម៉រួចសរសេរនៅលើក្តារខៀនគ្រូនិងសិស្សគិតនឹងថាឮពាក្យសាលារៀនមានអក្សរសស្រៈអាលស្រៈអារស្រៈអៀណរួចគ្រូសរសេរនៅលើក្តារខៀនចំណែកសិស្សសរសេរនៅលើក្តារឈ្នួនសិស្សគ្រូថាពាក្យបវេសនកាលឲ្យសិស្សគិតនឹងថាឮរួចឲ្យសិស្សសរសេរនៅលើក្តារឈ្នួនគ្រូសរសេរពាក្យនៅលើក្តារខៀនឲ្យសិស្សកែតម្រូវគ្រូហៅពាក្យទាំងអស់ដែលមាននៅក្នុងប្រអប់មិនតាមលំដាប់លំដោយម្ដងមួយឲ្យសិស្សសរសេរចូលនៅក្នុងសៀវភៅគ្រូសរសេរពាក្យទាំងអស់នៅលើក្តារខៀនឲ្យសិស្សផ្ទៀងផ្ទាត់និងកែតម្រូវក្នុងការសរសេរយើងអនុវត្តគោលការណ៍គ្រូធ្វើគ្រូនិងសិស្សធ្វើសិស្សធ្វើគ្រូសរសេរពាក្យទី1គ្រូនិងសិស្សសរសេរពាក្យទី2រួមគ្នាពាក្យក្រៅពីនោះគ្រូហៅឲ្យសិស្សសរសេរទាំងអស់គ្រូសរសេរនិងអានពាក្យក្នុងប្រអប់ធំចម្រុះពណ៌ក្រហមគ្រូសរសេរនិងអានល្បះទី1លឺសាលារៀនខ្ញុំសង់អំពីឈើប្រក់ក្បឿងគ្រូប្រាប់សិស្សថាពាក្យដែលត្រឹមត្រូវយកមកបំពេញគឺពាក្យពណ៌ក្រហមគ្រូយកពាក្យពណ៌ក្រហមទៅបំពេញល្បះនិងអានល្បះឡើងវិញសាលារៀនខ្ញុំសង់អំពីឈើប្រក់ក្បឿងពណ៌ក្រហមគ្រូនិងសិស្សគ្រូសរសេរល្បះទី2នៅជុំវិញសាលារៀនមានដើមឈើជាច្រើនរួចនាំសិស្សបំពេញល្បះអានល្បះទី2ឡើងវិញនៅជុំវិញសាលារៀនមានដើមឈើធំជាច្រើនសិស្សគ្រូសរសេរល្បះទី3នៅក្នុងសួនច្បារមានផ្កាឲ្យសិស្សយកពាក្យមកបំពេញល្បះអានល្បះទី3ឡើងវិញទាំងអស់គ្នានៅក្នុងសួនច្បារមានផ្កាចម្រុះពណ៌ចម្លងពាក្យពណ៌ក្រហមធំចម្រុះពណ៌នៅលើក្តារខៀនដាក់ចូលក្នុងសៀវភៅកិច្ចការលំហាត់ទី2និងលំហាត់ទី3គ្រូណែនាំឲ្យសិស្សហ្វឹកហាត់បំពេញល្បះជាដៃគូនិងចម្លងពាក្យចូលក្នុងសៀវភៅលំហាត់ទី2ល្បះទី1បំពេញដោយពាក្យតុងជាតិល្បះទី2បក់រវិចល្បះទី3ខៀវក្រហមប្រាសាទសលំហាត់ទី3ល្បះទី1បំពេញដោយពាក្យធំខ្ពស់ល្បះទី2ញញឹមល្បះទី3ស្លូតបូតអក្សរផ្ចង់អំពីពាក្យសាលាចូលសរសេរអក្សរផ្ចង់អំពីពាក្យសាលាគ្រូបង្រៀនតាមលំនាំក្នុងសៀវភៅសិក្សាគោលថ្នាក់ទី2សូមអរគុណ